dari kamuកិច្ចបឋមនេះខ្ញុំកណាសូមក្រាបនមស្ការចំពោះគុណការដើម្បីនៃត្រៃរតដោយសេចក្តីគោរពសពសពកាលស្មើដោយជីវិតសូមក្រាបនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរដល់ញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលជានិច្ចកាលតែងតែតាមដានរាល់សកម្មភាពមនុស្សធម៌ដែលដឹកនាំដល់ខ្ញុំកណាព្រះភិក្ខុចាំតសេយោខឹមវុធាព្រមទាំងព្រះភិក្ខុឧត្តមបញ្ញោងួនសម្អាតព្រមទាំងគ្រូចាឆៃវណ្ណៈក៏ដូចជាកូនសិស្សវណ្ណវិជ្ជការដែលនៅក្នុងឆ្នាំ2025នេះខ្ញុំកណាអាត្មាភាពបានទទួលអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវអានព្រមទាំងក្រុមគ្រួសារព្រមទាំងបុត្រាបុត្រីក៏ដូចជាលោកជំទាវកសិយុទ្ធបានឧបត្ថម្ភចំនួនរយៈពេល1ឆ្នាំពេញនិងធម្មឧបាសកសូសានធម្មឧបាសិកាបុត្រច័ន្ទបានចូលរួមជួយឧបត្ថម្ភក្នុងកម្មវិធីមនុស្សធម៌ហើយនៅក្នុងថ្ងៃនេះទៀតសោតគឺជាក្នុងអំណោយក្នុងខែទី5ដែលខ្ញុំកណាអាត្មាភាពព្រមទាំងក្រុមការងារហើយមានការអញ្ជើញចូលរួមពីបងចៅសង្កាត់អូចារបស់យើងបានចុះមកចែកឲ្យញោមដែលគាត់កំពុងតែជួបនៅបញ្ហាខ្វះខាតដោយតែញោមញាតិពុទ្ធបរិស័ទបានឃើញនៅក្នុងវីដេអូនេះស្រាប់គឺគាត់មានជួបនៅបញ្ហាខ្វះខាតដូចនេះមែនអាត្មាបានទទួលដំណឹងពីញោមប្រធានភូមិក៏ដូចជាបងចៅសង្កាត់អូចាបានប្រាប់ថាគាត់កំពុងតែខ្វះខាតនៅអង្គក៏ដូចជាសម្ភារៈប្រើប្រាស់មួយចំនួនដូច្នេះក៏អាត្មាជាមួយនឹងក្រុមការងារចុះមកផ្ទាល់និងរៀបចំនៅអំណោយមនុស្សធម៌នៅក្នុងខែទី5នេះអញ្ចឹងមុននឹងអាត្មាភាពបានជូននៅអំណោយដល់ថ្លៃថ្លានេះក៏សូមថ្លែងអំណរអគុណចំពោះអស់លោកអស់អ្នកដែលជាម្ចាស់សទ្ធាដែលបានចូលរួមជួយនៅក្នុងកម្មវិធីមនុស្សធម៌ដែលដឹកនាំដោយខ្ញុំកណាអាត្មាភាពហើយមិនតែប៉ុណ្ណោះទៀតសោតមុននឹងជូននៅអំណោយនេះក៏សូមជូនបងចៅសង្កាត់ដើម្បីធ្វើការថ្លែងអំណរអគុណចំពោះលោកជំទាវអានក៏ដូចជាលោកជំទាវកើតពីយុទ្ធព្រមទាំងញោមធម្មឧបាសកសូសែមញោមធម្មឧបាសិកាបុត្រច័ន្ទទាំងអស់គ្នាប្រសិទ្ធភាពណាសូមក្រាបបាញ់គុំព្រះធេរានុថេរៈគ្រប់ព្រះអង្គជាសួរលោកស្រីដែលបានឃើញคลิปវីដេអូនេះជាទីសក្ការៈទៅពងពោះជាទីគោរពខ្ញុំកណាសូមក្រាបបាញ់គុំណាគុណចាស់សូមទេសនាគុំវត្ថាណាតែអីព្រះអង្គចាស់គុណចាស់ងួនសម្អាតណាបានរៀបចំជាកញ្ចប់សម្រាប់ជាប្រវត្តិនៅក្នុងមូលដ្ឋានសង្កាត់អូចានេះហើយសូមគោរពលោកក្រុមចន្ទថាក្រុមរក្សាសង្កាត់បាទលោកស្រីនៅរតនាក្រុមរក្សាសង្កាត់នាងគូកនគរបាទលោកឆៃវណ្ណៈបាទជាអាចារ្យផងជាក្រុមរក្សាសង្កាត់ផងបាទលោកវិចិន្ធីបាទមេភូមិចាញថ្ងៃនេះគុណចាស់តំណាងឲ្យក្រុមមនុស្សធម៌នៅក្នុងប្រទេសកម្ពុជាជាពិសេសខេត្តបាត់ដំបងបាននាំយកអំណោយមកជូននៅលោកពូដែលគាត់ជួបការលំបាកស្ថិតនៅភូមិបញ្ចាញសង្កាត់អូចាយើងនេះតាមកម្មវិធីរបស់គុណចាស់ថ្ងៃនេះយើងជូន4គ្រួសារហើយជាអំណោយរបស់លោកជំទាវអាននាយិការរងមន្ទីរពេទ្យកេតមាលាលោកជំទាវកើតស៊ីយុទ្ធហើយនឹងធម្មបាសកសូសែមធម្មបាសកធម្មបាសិកាបុត្រច័ន្ទហើយព្រមទាំងក្រុមគ្រួសារនិងក្រុមការងារបានកើតជាកម្មវិធីជួយដល់ជាប្រវត្តិដែលមានជីវភាពខ្វះខាតជាពិសេសជាប្រវត្តិនៅក្នុងសង្កាត់អូចាយើងនេះតំណាងឲ្យបងប្អូនជាប្រវត្តិនៅសង្កាត់អូចាក៏ដូចជាលោកស្រីក្រុមរក្សាសង្កាត់លោកស្រីអង្គភាពភូមិសូមគោរពគណៈសូមអរព្រះគុណសូមគោរពថ្លែងអំណរគុណចំពោះក្រុមសប្បុរសធម៌ជាពិសេសលោកជំទាវដែលខ្ញុំកណ្ដាលខ្ញុំបានរៀបរាប់ឈ្មោះអំបញ្ញមិញនេះតាំងនាមឲ្យសង្កាត់អូចាដូចជាប្រវត្តិសូមគោរពថ្លែងអំណរអរព្រះគុណនិងអរគុណហើយ
សង្ឃឹមថានឹងមានអំណោយបន្តទៀតសម្រាប់ជាវត្តនៅក្នុងមូលដ្ឋានប្រកាសអូចាយើងនេះជាភពសំណាងដែលមានគុណចាស់មានលោកជំទាវនិងក្រុមការងារបានធ្វើការងារមនុស្សធម៌នៅក្នុងមូលដ្ឋានប្រកាសអូចាយើងនេះជាភពសំណាងរបស់ជាវត្តជាភពសំណាងរបស់ខ្ញុំកណ្ណាជំបាទាំងអស់គ្នាជាចុងក្រោយសូមប្រកេននិងជូនពរលោកជំទាវគុណចាស់សូមមានសុខភាពល្អសូមជួបតែបរតនត្រ័យហើយសូមបរតនត្រ័យជួយថែសារគុណចាស់លោកជំទាវសូមមានសុខភាពល្អជារៀងរហូតបាទសូមមានសុខភាពនេះលើយើងជូនស្នំមកនេះជូនទៅគាត់ទៅណាឲ្យទទួលក៏ទុកហ្នឹងណាទៅពូអថ្ងៃនេះអបានគុណចាស់ហើយលោកជំទាវជូនអំណោយហ្នឹងសូមជូនពរទុនជ័យអីទៅចាក់អំណោយជូនពរទៅបងសូមថ្លែងអំណរគុណការលើកបងការលើកអង្គមានសុខភាពល្អមានរោគជំងឺសុខបាយរហូតមានរោគជំងឺពីខ្លួនសាធុហ្នឹងជាកិច្ចបន្ទាប់ហ្នឹងសូមអញ្ជើញបងខៃវណ្ណៈលោកគ្រូចាហងព្រមទាំងសមាជិកនៃក្រុមការងារមនុស្សធម៌ផងដើម្បីថ្លែងអំណរអគុណដល់លោកជំទាវក៏ដូចជាលោកអ្នកសប្បុរសទាំងអស់គ្នាក៏សូមអញ្ជើញការសូមបាយសូមអង្គហើយសូមអរគុណបាទបាទលោកជំទាវបាទអានលោកជំទាវបាទលោកជំទាវកាត់យុទ្ធគាត់ក្រុមជួយបាទអស់ជំទាវបាទសក់បាទសូសែននឹងបានការពងសិច័ន្ទបាទបានជួយឧបត្ថម្ភបានដល់ក្រុមមនុស្សធម៌របស់ខ្ញុំបាទដែលនៅព្រះអង្គបាទមានថាជាបឋមជនឱកាសនេះហើយសូមថ្លែងអំណរគុណដល់គ្រូជើដែលបានជួយឧបត្ថម្ភបាទដល់ជនក្រីក្របាទក្នុងសង្កាត់អមរឋានកាត់អូចានេះហើយសូមខ្ញុំបាទជាអាចារ្យផងជាក្រុមប្រឹក្សាបាទក្នុងកាត់អូចាផងបាទសូមថ្លែងអំណរគុណដល់គ្រូជើបាទដល់ក្រុមគ្រួដល់ក្រុមគ្រួសារបាទលោកជំទាវបាទទាំងពីរព្រមទាំងលោកបាទសក់ក្រុមគ្រួសារលោកបាទសក់បាទសង្សារនឹងកូនចៅទាំងអស់ហើយជាពិសេសបាទសូមសុខជ័យបាទដល់ក្រុមការងារបាទរបស់ខ្លួនបាទអរគុណព្រះអង្គជាប្រធានបានជួបតែសេចក្តីសុខដែលចម្រើនបាទជាពិសេសក្រុមការងាររបស់ទាំងអស់បាទបានជោគជ័យបាទក្រុមការងារខាងមុខបានសម្រេចទាំងអស់គ្នាបាទសូមសុខចម្រើនទាំងអស់គ្នាសូមអរគុណសាធុនេះខ្ញុំកណាក៏ថ្លែងអំណរអគុណដល់កណាគុណចាស់គ្រប់ព្រះអង្គក៏ដូចជាថ្លែងអំណរអគុណដល់លោកជំទាវព្រមទាំងសប្បុរសជនទាំងអស់គ្នាហើយមួយចំណែកវិញទៀតញោមញាតិពុទ្ធបរិស័ទដែលបានចូលរួមទស្សនានេះហើយបើញោមញាតិតែចង់ចូលរួមបរិច្ចាគនៅទ្រព្យសម្បត្តិធនធានដើម្បីចាប់ទុកនៅក្នុងពុទ្ធសាសនាក៏ដូចជាសម្រាប់ធ្វើជាមនុស្សធម៌នៅក្នុងសង្កាត់អូចាព្រមទាំងនៅតាមបណ្ដាខេត្តផ្សេងដទៃទៀតសូមញោមញាតិជាពុទ្ធបរិស័ទទាំងអស់អាចទំនាក់ទំនងមកលេខទូរស័ព្ទរបស់ខ្ញុំកណាត់អាភិបបានគឺមានលេខ077 61 14 និង 16 077 61 14 និង 16 ក៏07គុត61 14 និង 16 07គុត61 14 និង 16 ចឹងជាកិច្ចចុងក្រោយនៃការចែកអំណោយនៃក្រុមគ្រួសារទី1នេះខ្ញុំកណាសូមប្រម៉ែប្រមូលបងប្រសល់ទាំងអស់ប្រកេនដល់ប្រកាសណាគុណចាស់គ្រប់ព្រះអង្គព្រមទាំងជូនបុណ្យកុសលដល់លោកជំទាវឯកឧត្តមក៏ដូចជាញោមញាតិពុទ្ធបរិស័ទទាំងអស់សូមជួបប្រសពតែសេចក្តីសុខនិងសេចក្តីចម្រើនខ្ញុំកណាអាភិបសូមក្រាបនមស្ការលានិងចម្រើនពរលា